ហាចេញមកក៏នៅតែជាត្រីងាប់មួយគំនូរដែរអ្នកណាគេទិញទៅម៉ែយើងធ្វើការរបស់យើងទៅពិបាកខ្វល់ពីសម្ដីគាត់និយាយធ្វើអីត្រូវហើយកុំខ្វល់ពីគាត់អីត្រីដែលនេសាទបានថ្ងៃនេះយកទៅលក់ឲ្យភោជនីយដ្ឋានដើម្បីសងថ្លៃបំណុលគេមុនចុះជ្រើសរើសយកក្តាមនិងត្រីធំល្អយកទៅសងគេឯត្រីតូចយកទៅហាបន្តក្តាមនិងត្រីធំសរុបទាំងអស់42យន់ថៅកែរួនខ្ញុំអាចសងលោកបាន30យន់ទៀតហើយ Shop ឈូសទៅតែផុតទៅអ្នកនាងអាចពន្យាពេល2 3ថ្ងៃទៀតបានតែក៏អរគុណហើយខាងនេះស្ងួតហើយប្រែចំហៀងមកយប់ឡើងសំណើមខ្លាំងត្រូវប្រមូលចូលក្នុងផ្ទះត្រីស្រស់60គីឡូហារួចសល់តែ20គីឡូជាងប៉ុណ្ណោះមិនស្អិតដៃទៀតទេស្អែកព្រឹកអាចយកទៅលក់នៅទីប្រជុំជនបានហើយត្រីរស់គ្មានអ្នកទិញផងចុះទម្រាំត្រីស្ងួតប្រយ័ត្នតែរែកទៅទីប្រជុំជនហើយរែកត្រឡប់មកឲ្យមន់ស៊ីវិញទៅម៉ែយើងទៅតោះកុំឲ្យខាតពេលត្រីប្រគៀមធ្វើពេលមានខ្យល់ព្យុះប្រយ័ត្នតែត្រីស្អុយយកមកប្រែអំបិលទេដឹងមើលខាងក្នុងទៅសាច់ពណ៌ស្នឹងហាប់ល្អណាស់បើត្រីស្អុយពេលកាច់មកគឺពណ៌ប្រផេះនិងមានក្លិនស្អុយស្ទះច្រមុះហើយអ្នកមីងខ្ញុំសូមខ្ចីចង្កានបន្តិចខ្ញុំនឹងចំហុយមួយដុំឲ្យភ្លក់មើលអ្នកណាអនុញ្ញាតឲ្យនាងមកលក់នៅទីនេះទំនិញរីប៉ាយមិនអាចលក់ផ្ដេសផ្ដាស់តាមផ្លូវទេបើចង់លក់ត្រូវទៅធ្វើលិខិតអនុញ្ញាតស្តង់ជាមុនសិនលោកសមិទ្ធពួកយើងទៅតែមកលើកដំបូងមិនដឹងថាត្រូវធ្វើច្បាប់ទម្លាប់យ៉ាងម៉េចទេលើកក្រោយបើហ៊ានមកទៀតខ្ញុំនឹងរឹបអូសយកកញ្ជើទាំងនេះមិនឲ្យយកទៅវិញឡើយអ្នកនាងរួនខ្ញុំចង់សួរថាតើការសុំច្បាប់បើកស្តង់លក់ដូរត្រឹមត្រូវទៅធ្វើនៅកន្លែងណាដែរបងប្រុសបងជួយនាំបងស្រីហៃឡានទៅការិយាល័យគ្រប់គ្រងផ្សារបន្តិចទៅគាត់មិនស្គាល់ផ្លូវទេតោះទៅការិយាល័យគ្រប់គ្រងផ្សារមុនគេមណ្ឌលទំនិញស្ងួតខាងក្នុងគេបង្អស់ស្តង់លេខ5ពីតម្លៃ3យន់ក្នុងមួយខែកន្លែងរៀងគៀនបន្តិចមិនអីទេឲ្យតែបានលក់ដូរត្រឹមត្រូវតាមច្បាប់គឺល្អហើយសូមអរគុណដែលបងប្អូនទស្សនារឿងរបស់ពូដាសូមចុចខាងក្រោមដើម្បីមកវីដេអូថ្មី